បច្ចេកទេសចិញ្ចឹមត្រីឆ្លូញក្នុងលូស៊ីម៉ង់ថ្ងៃនេះខ្ញុំមានមេរៀនបច្ចេកទេសមួយដើម្បីចែករំលែកជូនបងប្អូនមុនដល់វីដេអូសូមបងប្អូនជួយចុច Subscribe និងដាក់រូបកណ្ដឹងដើម្បីទទួលបានមេរៀនថ្មីៗអំពីកសិកម្ម1ការរៀបចំលូចិញ្ចឹមលូស៊ីម៉ង់មានទំហំធំល្មមនិងមានកម្ពស់5 ពីទឹកការពារកុំឲ្យវាលូតចេញរៀបចំប្រព័ន្ធបង្ហូរបញ្ចេញទឹកឲ្យបានល្អដើម្បីងាយស្រួលផ្លាស់ប្ដូរទឹកចេញកុំឲ្យស្អុយពីព្រោះត្រីឆ្លូញស៊ីសាច់ជាអាហារដាក់ប្រភេទដីឆ្អិតពីបានត្រពាំងចូលកម្រាស់ពីទឹកចាក់ទឹកចូលកម្ពស់4 ទឹកយកកំប្លោកចកនិងត្រកួនទឹកមួយចំនួនដាក់ចូលក្នុងអាង2ការដាក់កូនត្រីចិញ្ចឹមនិងការថែទាំទិញកូនត្រីពូជពីកសិដ្ឋានបង្កាត់កូនត្រីឬអាចទិញមេនិងបាដែលធំល្អមកពីផ្សារមកដាក់ចិញ្ចឹមយកកូនពូជដោយខ្លួនឯងយកកូនត្រីដែលមានអាយុ3 សប្តាហ៍ដាក់ចូលក្នុងលូចិញ្ចឹមដែលបានរៀបចំទុករួចរាល់នោះត្រូវប្ដូរទឹកចេញរៀងរាល់1 សប្តាហ៍ម្ដង3ការដាក់ចំណីនិងការប្រមូលផលចំណីរបស់ត្រីឆ្លូញមានដូចជាកាកសំណល់ត្រីសាច់ផ្សេងពិសេសជន្លេនដែលសម្បូរទៅដោយប្រូតេអ៊ីនដែលធ្វើឲ្យត្រីឆាប់ធំធាត់និងមានសុខភាពល្អការដាក់ចំណីត្រូវធ្វើឡើង2 ដងក្នុងមួយថ្ងៃព្រឹកនិងល្ងាចចិញ្ចឹមបាន5 ទៅ 7 ខែយើងអាចប្រមូលផលបានហើយសូមអរគុណបងប្អូនដែលបានទស្សនាវីដេអូចំណេះដឹងអំពីកសិកម្មសូមជួយចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗពី Channel យើងខ្ញុំសូមអរគុណ